សូមព្រះជាម្ចាស់ប្រទានពរដល់លោកអ្នកបងប្អូនទាំងអស់ប្រកបដោយប្រាជ្ញានិងព្រះគុណរបស់ព្រះដោយព្រោះលោកអ្នកបានចំណាយពេលស្ដាប់និងធ្វើតាមព្រះបន្ទូលរបស់ផងព្រះអត្ថបទថ្ងៃនេះមានចំណងជើងថាព្រះម្ចាស់ទ្រង់ជាអ្នកសម្រេចអ្វីទាំងអស់ព្រះគម្ពីរបង្រៀនយើងថាមនុស្សគិតគូរគម្រោងការរបស់ខ្លួនតែការសម្រេចស្ថិតនៅលើព្រះម្ចាស់មនុស្សរមែងនឹកស្មានថាអំពើទាំងអស់ដែលខ្លួនប្រព្រឹត្តសុទ្ធតែត្រូវប៉ុន្តែព្រះម្ចាស់ឆ្វេងយកចិត្តគំនិតរបស់មនុស្សចូលថ្វាយកិច្ចការដែលអ្នកធ្វើទៅព្រះម្ចាស់នោះគម្រោងការរបស់អ្នកមុខជាបានសម្រេចអ្វីដែលព្រះម្ចាស់ធ្វើសុទ្ធតែមានគោលដៅគឺសូម្បីតែមនុស្សអាក្រក់ក៏ព្រះអង្គបានគ្រោងទុកសម្រាប់ទទួលទណ្ឌកម្មនៅថ្ងៃព្រះអង្គវិនិច្ឆ័យទោសដែរមនុស្សគិតគូរពីផ្លូវដែលខ្លួនត្រូវដើរតែព្រះម្ចាស់ជាអ្នកណែនាំផ្លូវមនុស្សខ្លះយល់ថាផ្លូវដែលខ្លួនដើរជាផ្លូវត្រឹមត្រូវប៉ុន្តែនៅទីបំផុតផ្លូវនោះនាំទៅរកសេចក្តីស្លាប់មនុស្សតែងតែរកគ្រូគុណគូមើលជោគវាសនាប៉ុន្តែគឺព្រះម្ចាស់ទេដែលសម្រេចអ្វីទាំងអស់ខ្ញុំសង្ឃឹមថាលោកអ្នកនឹងទុកចិត្តនៅសេចក្តីសន្យារបស់ទ្រង់និងត្រូវរៀនពឹងទ្រង់នោះលោកអ្នកនឹងប្រកបដោយសុភមង្គលសូមអរគុណសម្រាប់ការចូលរួមស្ដាប់និងជួយចែករំលែកព្រះបន្ទូលថ្ងៃនេះសូមព្រះប្រទានពរ